មនុស្សភាគច្រើនគិតថាអ៊ីនធឺណិតដែលយើងប្រើរាល់ថ្ងៃហោះចុះមកពីលើមេឃតាមកាយរណបប៉ុន្តែការពិតគឺ 99% គឺកំពុងរត់នៅក្រោមបាតសមុទ្រដ៏ជ្រៅបំផុតនេះគឺជាខ្សែកាបក្រោមបាតសមុទ្រទោះបីវាមានកម្រាស់ប៉ុនដើមដៃរបស់មនុស្សយើងប៉ុន្តែវាត្រូវបានការពារដោយស្រទាប់ដែកនិងជាប់ពិសេសរហូតដល់7ជាន់ដើម្បីស៊ូទ្រាំនឹងសម្ពាធដ៏មហាសាលនិងធ្វេងត្រីឆ្លាមនៅខាងក្នុងបេះដូងនៃខ្សែកាបនេះគឺជាសរសៃអំបោះកែវតូចជាងសរសៃសក់រាល់វីដេអូឬសារដែលអ្នកផ្ញើត្រូវបានបំផ្លាញទៅជាពន្លឺហើយរត់ឆ្លងកាត់មហាសមុទ្រក្នុងល្បឿនដែលលឿនដែលអ្នកស្មានមិនដល់បច្ចុប្បន្នមានខ្សែកាបជាង 1.4 លានគីឡូម៉ែត្រកំពុងតភ្ជាប់ផែនដីយើងវាគឺជាសរសៃឈាមអេឡិចត្រូនិកដែលធ្វើឲ្យពិភពលោក Digital អាចដំណើរការបានបើគ្មានវាទេពិភពលោកយើងនឹងងងឹតសងឈឹងខាងផ្នែកព័ត៌មានលើកក្រោយពេលអ្នកប្រើអ៊ីនធឺណិតបានដើរលឿនកុំភ្លេចអរគុណខ្សែកាបអាថ៌កំបាំងក្រោមបាតសមុទ្រទាំងនេះបច្ចេកវិទ្យាដ៏អស្ចារ្យបំផុតជារឿយៗគឺជាអ្វីដែលយើងមើលមិនឃើញជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ Like ជួយ Subscribe ជាមួយនឹងសញ្ញាកណ្ដឹងដើម្បីតាមដានព័ត៌មានពិភពលោកជាមួយនឹងខ្ញុំវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Volten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ